Vàថ្ងៃនេះខ្ញុំមកធ្វើបង្ហាញអំពីការប្រើប្រាស់ Excel លើដំបូងចំពោះបងប្អូនថ្នាក់ទី12ឬក៏អ្នកដែលអត់ទាន់ដឹងនេះគឺជាការបង្ហាញទូទៅអំពីការបង្ហាញអំពីលេខរៀងធ្វើម៉េចសរសេរក្នុង Excel ឲ្យបានលឿនជាដំបូងគឺយើងត្រូវគូរតារាងចឹងមកដើម្បីងាយស្រួលមើលយើងវាលេខចូលបន្ទាប់មកយើងអស់ទៅក្រោមវាក៏ខេងជាមួយនឹងលេខរៀងតាមលេខរៀងវាដែរហើយមួយទៀតគឺយើងប្រើប្រព័ន្ធគឺយើងបើលេខរៀងនឹងដូចគ្នាបាទនេះគឺបូកជាមួយនឹង1តើមកយើងអស់មកក្រោមគឺវាមានលេខរៀងលេខ1 2 3 4 5ចឹងរហូតតាមផ្ទាត់ដែលយើងចុះផ្ទាត់ហើយតមកទៀតបើសិនបើយើងចង់ឲ្យវាខ្លាយទៅជាចំនួនលុយជាដុល្លារឬក៏ជាលុយអឺរ៉ូសម្រាប់ប្រទេសផ្សេងៗគឺមានធួនៅក្នុងនឹងដូចគ្នាឥឡូវខ្ញុំឧទាហរណ៍ឲ្យយកជាលុយដុល្លារចុះតមកយើងយកលុយដុល្លារមកវានឹងលោតជាលុយដុល្លារក្នុងនឹងប៉ុន្តែយើងត្រូវ select វាជាមុនសិនដើម្បីយើងដាក់វាបានទាំងអស់នេះគឺជាយើងចង់ឲ្យវានៅក្រោយចុចប្រមាណខ្ទង់ច្រើនខ្ទង់ឬក៏វាតិចខ្ទង់តមកបើយើងចង់ដាក់វាជាភាគរយអញ្ចឹងយើងបង្កើតតារាងមួយទៀតសិនដើម្បីឲ្យវាសាថ្មីគឺយើងប្រើម៉ូដស្មើជាមួយនឹង column ខាងមុខនេះដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូដូចគ្នាយើងឲ្យស្មើមកតើបើយើងអស់មកក្រោមគឺវាស្មើនឹងតម្លៃនៅតាម column មួយហ្នឹងចំណែកខាងនេះក៏ដូចគ្នាយើងធ្វើចឹងដូចគ្នាមកគឺវាលឿនហើយបន្តមកទៀតគឺយើងអាច select ទាំងអស់តមកយើងចង់ដូរវាទៅជាភាគរយវិញគឺយើងយកកន្លែងធួមកភាគរយរបស់វាហ្នឹងកន្លែងហ្នឹងគឺយើងអាចបន្ថែមបន្ថយចុចនៅក្រោយខ្ទង់ប្រហែលខ្ទង់ដូចគ្នាបានដូចគ្នាឬក៏ម្យ៉ាងទៀតយើងអត់ចង់យកវាភាគរយទេយើងអាចបដូរធួវាបានដូចគ្នាគឺយើងយកជាមានលុយដុល្លារឬក៏ដាក់ជាលុយអឺរ៉ូចុះបាទគឺវាលោតបែបហ្នឹងដូចគ្នានេះគឺជាចំណេះដឹងទូទៅមួយដែលខ្ញុំចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនឬក៏